ពិបាកក្នុងការហាត់ដោះស្រាយនៅបញ្ហាឈឺចង្កេះបងប្អូនអាចចាប់ផ្ដើមពីចលនានេះបានគឺជួយព្យាបាលការឈឺចង្កេះរបស់បងប្អូនគឺបន្ធូរបញ្ហាកកស្ទះដែលបណ្ដាលឲ្យបងប្អូនមួម៉ៅឬក៏ឈឺចង្កេះធ្ងន់ធ្ងរហើយលំហាត់មួយនេះគឺស្រួលមែនតើបងប្អូនមានតែសាឡុងមួយអាចចាប់ផ្ដើមពីការធ្វើបែបនេះព្យាយាមដាក់ក្រោមក្លៀកទៅកែមក្រែហើយទម្លាក់ដៃមួយចំហៀងចុះក្រោមហើយបងប្អូនអាចនៅរហូតទាល់តែបងប្អូនមានអារម្មណ៍ថាធូរស្រាលរួចបងប្អូនអាចត្រឡប់មួយចំហៀងទៀតឬក៏សម្រាកសិនហើយធ្វើខាងដដែលហើយឬក៏បងប្អូនអាចបង្វិលខ្លួនមកមួយចំហៀងទៀតសម្រាប់ធ្វើចលនាដូចមួយខាងដែលបងប្អូនបានធ្វើមុនសម្រាប់អ្នកដែលមិនចង់ចំណាយលុយច្រើនក្នុងការព្យាបាលការឈឺចង្កេះសូមព្យាយាមដើរឲ្យបានច្រើនហើយប្រសិនបើបងប្អូនដើរឈឺបងប្អូនអាចត្រឡប់មកធ្វើចលនានេះវិញហើយសូមមើលលំហាត់ផ្សេងៗទៀតដែលខ្ញុំបានផុសនៅលើ page តាំងពីរបស់ខ្ញុំហើយនេះគឺជា page ដែលខ្ញុំចែករំលែកជូនបងប្អូនដែលមានលទ្ធភាពក្នុងការទៅរកកន្លែងម៉ាស្សាហើយចលនាមួយនេះគឺជាចលនាចុងក្រោយដែលបងប្អូនធ្វើហើយលំហាត់មួយនេះគឺល្អបំផុតសម្រាប់ធ្វើមុនពេលចូលគេងហើយបងប្អូនព្យាយាមធ្វើហើយកុំភ្លេចលំហាត់ផ្សេងៗទៀតដែលអាចព្យាបាលបងប្អូនខ្ញុំនឹងបញ្យល់វីដេអូលើក្រោយហើយចំពោះលំហាត់ចុងក្រោយនេះគឺនៅពេលដែលយើងហាត់ឆ្វេងស្ដាំមុខក្រោយហើយកុំភ្លេចហាត់លំហាត់មួយនេះផងគឺជួយឲ្យបងប្អូនអាចបន្ធូរការឈឺចាប់ច្រើនហើយតែបងប្អូនគេងលក់ស្រួលជាពិសេសធ្វើមុនពេលចូលគេងឲ្យបងប្អូនគេងលក់ស្រួលនោះការឈឺចង្កេះរបស់បងប្អូនក៏ត្រូវបានកាត់បន្ថយកុំភ្លេច comment សម្រាប់លំហាត់ព្យាបាលអរគុណច្រើន